Brian Bagunas ជាកីឡាករអាស៊ានតែម្នាក់គត់ផ្ទេរទៅចូលរួមនៅលីកបាល់ទះជប៉ុនរដូវកាលនេះ Brian Bagunas គឺជាកីឡាករជំនឿជាតិហ្វីលីពីននិងជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជាវឿនវាសនានៅក្លឹបបាល់ទះ Winstreak អំឡុងពេលដែលរូបគេប្រកបអាជីពនៅលីកបាល់ទះតៃវ៉ាន់គឺជាកីឡាករតែម្នាក់គត់នៅក្នុងតំបន់អាស៊ានផ្ទេរទៅចូលរួមជាមួយនឹងលីកកំពូលរបស់ប្រទេសជប៉ុនរដូវកាលនេះកីឡាករ Brian Bagunas បានសម្រេចចុះកងត្រាជាមួយនឹងក្លឹបបាល់ទះ Osaka Bluton របស់ជប៉ុនកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025កន្លងទៅដែលក្លឹបនោះមាន Superstar ឆ្វេងរបស់ជប៉ុនគឺកីឡាករ Yuji Nishida នៅលីកបាល់ទះជប៉ុនសម្រាប់កីឡាករបរទេសដែលផ្ទេរទៅចូលរួមជាមួយនឹងលីកបាល់ទះជប៉ុននៅរដូវកាល2025-2026នេះរួមមានចិនចំនួន1នាក់បារាំងចំនួន1នាក់ហ្វីលីពីនចំនួន1នាក់គុយបា1នាក់ប្រេស៊ីល1នាក់អាហ្សង់ទីន1នាក់ស្លូវេនី1នាក់ប៉ុកទុយហ្គាល់1នាក់ប៉ូឡូញ2នាក់និងអាមេរិកចំនួន2នាក់សូមជម្រាបថាកីឡាករ Brian Bagunas គឺជាអតីតសមាជិករបស់ក្រុមបាល់ទះ Winstreak និងជាដៃគូរបស់កីឡាករវឿនវាសនាបានផ្លាស់ទៅចូលរួមជាមួយនឹងក្រុមបាល់ទះ China HD Sneaker របស់ហ្វីលីពីនក្នុងលក្ខខណ្ឌខ្ចីជើងកាលពីដើមឆ្នាំ2024កន្លងទៅនៅហ្វីលីពីនមុនចូលរួមជាមួយនឹងក្រុមបាល់ទះ Osaka របស់ជប៉ុនរូបគេក៏បានជួយក្រុមបាល់ទះ China HD ឈ្នះជើងឯកនៃការប្រកួតពានរង្វាន់បាល់ទះ Sneaker Tour 2024 Opening Conference រដូវកាលឆ្នាំ2024របស់ប្រទេសហ្វីលីពីនព្រមទាំងជាប់ឈ្មោះជាកីឡាករឆ្នើម MVP ទៀតផងសម្រាប់កីឡាករ Brian Bagunas គឺកើតនៅថ្ងៃទី10ខែតុលាឆ្នាំ1997បច្ចុប្បន្នមានវ័យ27ឆ្នាំនិងមានកម្ពស់ 1.95 សង់ទីម៉ែត្ររូបគេធ្លាប់ជួយឲ្យក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនឈ្នះមេដាយប្រាក់ក្នុងការប្រកួតព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ2019